ហេតុអ្វីបានជាក្តិបចន្ទីមានដំណក់ទឹកស្អិតតើវាកើតឡើងដោយរបៀបណាហើយនេះជាសញ្ញាអ្វីអញ្ចឹងខ្ញុំសូមបកស្រាយដើម្បីឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានដឹងនិងបានយល់កុំឲ្យមានការភ័ន្តច្រឡំតទៅទៀតអញ្ចឹងចូលបងប្អូនសង្កេតមើលទីតាំងពីលេខ1ដល់លេខ6ដែលខ្ញុំបានបង់ទីតាំងនេះសម្គាល់ងាយស្រួលការបកស្រាយអញ្ចឹងនៅក្នុងដំណាំចន្ទីគឺវាមានដំណក់ទឹក3ប្រភេទទី1គឺដំណក់ទឹកលំអងទី2ដំណក់ទឹកដមទី3គឺដំណក់ទឹកជ័រដំណក់ទឹកលំអងនិងដំណក់ទឹកដមគឺវាមានតែនៅក្នុងកំឡុងវគ្គចន្ទីបង្កបង្កើនផលគេហៅថាដំណាក់កាលនៃការបន្តពូជរីឯដំណក់ទឹកជ័រគឺវាមានគ្រប់ពេលវេលាហើយមានគ្រប់ទីកន្លែងទាំងអស់អញ្ចឹងខ្ញុំសូមបកស្រាយទី1ចំណុចទី1អំពីដំណក់ទឹកលំអងដំណក់ទឹកលំអងគឺវាមានតែនៅលើបំពង់លំអងនៃកេសរផ្កាឈ្មោលតែប៉ុណ្ណោះដែលវាកើតចេញអំពីលំអងនៃកេសរផ្កាឈ្មោលដែលមានលក្ខណៈជាស្រទាប់សថ្លាស្ដើងស្អិតតូចៗដែលពិបាកមើលនឹងភ្នែកទទេឃើញច្បាស់ណាស់ហើយនឹងមាននៅលើប្រភេទផ្កាទ្វេភេទដែលមានបណ្ដូល2តែប៉ុណ្ណោះរីឯទឹកដមគឺវាមានតែនៅលើទីតាំងទី1ហើយនឹងក្នុងបំពង់ផ្កាទាំងអស់មិនថាផ្កាញីផ្កាឈ្មោលឬផ្កាទ្វេភេទទេគឺមានទឹកដមទាំងអស់អញ្ចឹងទីតាំងទី2គឺវាអាចមានទឹកដមមួយចំនួនក្នុងករណីដែលទីតាំងទី1ដែលវាហ៊ីមកស្រក់នៅលើទីតាំងទី2អញ្ចឹងទីតាំងទី1វាជាក្រពេញនៃទឹកដមដែលសម្រាប់ផ្គត់ផ្គង់ទៅក្នុងដំណើរការនៃការបង្កបង្កើនផលនេះជួយដល់ផ្កាជួយដល់ក្តិបនិងជួយទាក់ទាញដល់សត្វល្អិតមានប្រយោជន៍មួយចំនួនឲ្យមកជួយបង្កាត់លំអងហើយវាគួរបញ្ជាក់អំពីសុខភាពនៃដំណាំល្អនេះដែរហើយបងប្អូនអាចមើលឃើញវាតែនៅក្នុងកំឡុងពេលម៉ោង2ជិតភ្លឺរហូតដល់ម៉ោង8ឬម៉ោង9ព្រឹកផុតពីនឹងបងប្អូនមើលលែងឃើញហើយរហូតដល់ម៉ោង4រសៀលដល់ម៉ោង7យប់រីឯដំណក់ទឹកជ័រគឺវាកើតនៅលើទីតាំងទី3ទី4ទី5ទី6ឬគ្រប់ទីកន្លែងទាំងអស់ដែលវាកើតឡើងដោយសារសត្វល្អិតបំផ្លាញបឺតជញ្ជក់ឬមួយវាបែកនៃសតុបកោសិកាដោយសារបងប្អូនប្រើសារធាតុថ្នាំគីមីខុសឬលើសចំនួនឬមួយសម្របខ្លួនជាមួយនឹងអាកាសធាតុពុំទាន់នៅពេលយប់ត្រជាក់ខ្លាំងពេលថ្ងៃក្តៅខ្លាំងកម្រិតខុសគ្នាខ្ពស់ពេកអញ្ចឹងរាល់ដំណក់ទឹកជ័រគឺបងប្អូនមើលឃើញគ្រប់ពេលវេលានៅក្រុមដំណក់ទឹកជ័រគឺមានស្នាមមុតនៃសត្វល្អិតបឺតជញ្ជក់ហើយនឹងក៏មានស្នាមប្រេះបើសិនជាមានដំណក់ទឹកជ័រឬជាញើសជ័រស្អិតនៅក្នុងទីតាំងទី3ទី4ទី5ទី6វាជាចំណុចបង្ហាញថាគ្រោះថ្នាក់ឬមានហានិភ័យខ្ពស់និងអាចកើតនៃជំងឺផ្សិតនៅពេលបន្ទាប់ដែលអាចធ្វើឲ្យក្តិបមួយនេះនឹងស្វិតជ្រុះព្រោះអីតាមច្បាប់ធម្មជាតិមានហេតុមានផលអ្វីទាំងអស់គឺមានទីតាំងជាក់លាក់របស់វាมันអាចទឹកដមមកនៅលើទីតាំងទី3ទី4ទី5ទី6នោះទេដូចមនុស្សយើងអញ្ចឹងទឹកមាត់គឺកើតនៅក្នុងប្រអប់មាត់ដែលកើតឡើងដោយក្រពេញទឹកមាត់ជាអ្នកផលិតមិនមែនភ្នែកជាអ្នកផលិតទឹកមាត់នោះទេហើយទឹកភ្នែកគោមិនអាចក្រពេញទឹកមាត់ទៅផលិតទឹកភ្នែកបាននោះដែរអញ្ចឹងវាមានហេតុមានផលនិងមានទីតាំងជាក់លាក់របស់វាតាមច្បាប់នៃធម្មជាតិអញ្ចឹងសូមបងប្អូនពុកម៉ែកុំយល់ច្រឡំតទៅទៀតបើសិនជាមានចម្ងល់ចង់ឲ្យបកស្រាយបានច្បាស់សូមពុកម៉ែអាច call តាមរយៈលេខខាងក្រោមខ្ញុំធម្មជាតិបៃតងរីករាយនឹងបកស្រាយជូនគ្រប់ពេលវេលាសូមអរគុណ